ហើយក៏សូមអរគុណផងដែរចំពោះបណ្ឌិតសុកទូចដែលបានមានការប្រាជ្ញាខ្ពស់និងការស្រឡាញ់បរិស្ថានយ៉ាងខ្លាំងដែលចាត់ទុកថាបរិស្ថានជាជីវិតរបស់មនុស្សលោកយើងទាំងមូលខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះវត្តមានរបស់ប្រជាជនអាដាមរបស់លោកក្មួយនិស្សិតទាំងអស់នៅទីនេះបាទតាមពិតការរៀបចំធ្វើបឋកថានេះបានរៀបចំយូរណាស់មកហើយជាមួយពេលដែលយើងត្រៀមរៀបចំមកធ្វើបឋកថានេះក៏មានការឈ្លានពានពីបរទេសមកកាន់កម្ពុជាយើងខ្ញុំបានពិចារណាហើយពិចារណាទៀតថាគួរតែលើកឬក៏យើងបន្តធ្វើជាការពិតខ្ញុំសម្រេចបន្តធ្វើព្រោះថាបីត្បិតតែមានជនបរទេសឈ្លានពានប្រទេសយើងក៏ដោយក៏យើងនៅតែដំណើរការងាររបស់យើងជាធម្មតាជាមួយនឹងការរួបរวมសាមគ្គីគ្នាគ្រប់គ្រងវីរៈយុទ្ធជនរបស់យើងវីរៈកងទ័ពរបស់យើងទប់ស្កាត់ការឈ្លានពានរបស់ជនបរទេសនៅឯជួរមុខបាទយើងមិនអាចមានបញ្ហានេះយើងមិនធ្វើការងារជាធម្មតារបស់យើងនោះទេផ្ទុយទៅវិញខ្ញុំក៏បានគិតផងដែរថានេះគឺជាឱកាសដែលល្អជាទីបំផុតសម្រាប់យើងទាំងអស់គ្នាឆ្លុះបញ្ចាំងនៅការបដិញ្ញាចិត្តរួបរวมគ្នាសាមគ្គីគ្នាងើបឈរយ៉ាងរឹងប៉ឹងយ៉ាងរឹងមាំដើម្បីការពារប្រទេសយើងផងនិងជំរុញការបន្តការអភិវឌ្ឍប្រទេសយើងផងដែរហើយក៏ជាឱកាសពិសេសមួយទៀតដើម្បីឆ្លុះបញ្ចាំងថាតើបរិស្ថាននិងសង្គ្រាមការឈ្លានពានមានប្រតិសកម្មយ៉ាងរបៀបម៉េចក្នុងន័យនេះខ្ញុំសូមចោទជាសំណួរថាតើសង្គ្រាមនាំមកនៅបញ្ហាអ្វីខ្លះដល់បរិស្ថានតើយើងអាចគាំពៀបរិស្ថានយើងបានទេបើយើងគ្មានសន្តិភាពតើយើងអាចជំរុញការអភិវឌ្ឍប្រទេសយើងបានទេប្រសិនណាបើយើងគ្មានសុខគ្មានសន្តិភាពនៅក្នុងដៃរបស់យើងឃើញច្បាស់ហើយបាទការបាញ់ផ្សែងពុលការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញទុនធានធម្មជាតិរបស់យើងជីវៈចម្រុះរបស់យើងការពារបានទេនៅពេលដែលយើងគ្មានសន្តិភាពបែបនេះសូមសួរផងដែរថានៅពេលដែលជនឈ្លានពានកំពុងតែប្រព្រឹត្តអក្រិតកម្មបរិស្ថានយើងអាចថែរក្សាភាពស្អាតភាពបៃតងរបស់កម្ពុជាយើងឲ្យមានចីរភាពបានទេក្នុងនេះហើយចម្លើយនៃសំណួរទាំងនេះគឺបាទមានតែសន្តិភាពទេទើបយើងអាចទទួលបានជោគជ័យជំនះរាល់នៅបញ្ហាទាំងឡាយដើម្បីទទួលបាននូវភាពស្អាតភាពបៃតងនិងចីរភាពរបស់កម្ពុជាយើងអរគុណសន្តិភាពអរគុណមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះអរគុណវីរៈកងទ័ពកម្ពុជាដែលកំពុងតែការពារបរណភាពទឹកដីរបស់កម្ពុជាយើងដល់ចំណុចនេះកត្តាទាំងនេះហើយដែលនាំឲ្យកម្ពុជាយើងជាពិសេសក្រសួងបរិស្ថានយើងបានរៀបចំនៅការដឹកនាំនិងការគ្រប់គ្រងក្រសួងបានជោគជ័យរហូតមកដល់ពេលនេះខ្ញុំប្រើពាក្យមិញអក្រិតកម្មបរិស្ថានបាទខ្ញុំគ្រាន់តែចង់ទាញតិចទេបាទនៅក្នុងច្បាប់អន្តរជាតិយើងមានការហាមឃាត់មានការចែងនៅក្នុងច្បាប់អន្តរជាតិថាមិនអោយប៉ះពាល់បរិស្ថានឬក៏តំបន់ការពារមានខ្ញុំបានធ្វើរបាយការណ៍គោរពរាយការណ៍ជូនសម្ដេចធិបតីហើយថាមាត្រាណានៅទីណាបាទបើមិនគោរពបរិស្ថានទេដោយអាដាមបណ្ឌិតសុភាចារបានលើកឡើងដូចមិនគោរពជីវិតអញ្ចឹង
បឋានជាជីវិតមិនគោរពបឋានគឺមិនគោរពជីវិតមិនគោរពជីវិតគឺបំពានឲ្យសិទ្ធិមនុស្សសិទ្ធិនៃការរស់រានមានជីវិតក្រសួងបឋានបានប្រឹងប្រែងរយៈពេល2ឆ្នាំជាងកន្លងមកនេះបាទចូលមកដល់ចំណុចនេះខ្ញុំក៏សូមជម្រាបជូនផងទៅថាដំណើរការនៃការដឹកនាំនិងគ្រប់គ្រងក្រសួងបឋានគឺដាក់ចេញ3ជំហានបាទជំហានទី1នោះគឺរក្សានរណភាពការងារដែលមានស្រាប់និងសិក្សាអំពីច្បាប់យុទ្ធសាស្ត្រគោលការណ៍ជាតិនិងអន្តរជាតិនេះខ្ញុំលើកឡើងអំពីដំណើរការងាររបស់ខ្ញុំបន្ទាប់ពីការដឹកនាំរបស់អាដាមសាយសំអាលអតីតរដ្ឋមន្ត្រីក្រសួងបឋានហើយនៅពេលនេះជាឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់អ្វីដែលគាត់បានបន្សល់នៅគឺខ្ញុំចាំបាច់ត្រូវតែបន្តនិរន្តរភាពអ្វីដែលគាត់បានកសាងខ្ញុំត្រូវតែសិក្សាច្បាប់គោលការណ៍យុទ្ធសាស្ត្រជាតិនិងអន្តរជាតិជាសំណាងដែលខ្ញុំបានធ្វើការនៅក្រសួងបឋានរយៈពេល7ឆ្នាំមុននឹងខ្ញុំក្លាយទៅជារដ្ឋមន្ត្រីនោះមានន័យថានិរន្តរភាពនៅក្រសួងបឋានខ្ញុំដឹងថាត្រូវធ្វើរបៀបម៉េចច្បាប់ក្រមបឋានខ្ញុំបានអានខ្ញុំបានចូលរួមតាក់តែងយុទ្ធសាស្ត្រខ្ញុំបានចូលរួមខ្ញុំបានសិក្សាទាំងជាតិទាំងអន្តរជាតិខ្ញុំបានការងារនិងគ្រប់គ្រងការងារស្ទើរតែទាំងអស់បាទនៅក្នុងក្រសួងបឋានមុននឹងខ្ញុំក្លាយទៅជារដ្ឋមន្ត្រីក្នុងន័យនេះនិរន្តរភាពការងាររបស់ក្រសួងមិនមានបញ្ហាទេច្បាប់ក៏យើងចេះដែរជំហានទី2ដែលខ្ញុំបានធ្វើនៅក្រសួងបឋានគឺជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរឹងជាទីបំផុតមិនមែនត្រឹមតែច្បាប់យុទ្ធសាស្ត្រនិងគោលការណ៍ជាតិទេគឺច្បាប់យុទ្ធសាស្ត្រនិងគោលការណ៍អន្តរជាតិផងបន្តិចទៀតខ្ញុំនឹងជម្រាបជូនថាតើច្បាប់គោលការណ៍ជាតិនិងអន្តរជាតិនឹងមានការបដិកលាគ្នារបៀបម៉េចដើម្បីជំរុញការអភិវឌ្ឍដល់ចីរភាពនៅកម្ពុជាយើងជាពិសេសលើវិស័យបរិស្ថានជំហានទី2នេះយើងបានធ្វើច្រើនក្នុងអាណត្តិនេះក្រសួងបរិស្ថានបានដាក់ចេញនៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលយុទ្ធសាស្ត្រនេះមានភាពទូលំទូលាយមានភាពបដិកលាគ្នាហើយឆ្លើយតបទៅនឹងគោលការណ៍មិនត្រឹមតែគោលការណ៍ជាតិទេគឺគោលការណ៍អន្តរជាតិទាំងមូលតែម្ដងជំហានទី3ដែលខ្ញុំកំពុងតែធ្វើហើយនឹងឈានឆ្ពោះទៅធ្វើឲ្យបានជោគជ័យនោះគឺធ្វើសុក្រិតកម្មបឋានកិច្ចថាធ្វើសុក្រិតកម្មកិច្ចការបរិស្ថានឲ្យបានល្អជាទីបំផុតមិនត្រឹមតែកិច្ចការទេទាំងច្បាប់ជាតិច្បាប់អន្តរជាតិនិងគោលការណ៍ទាំងឡាយមានតែយើងអនុវត្តមានតែយើងធ្វើតាមយ៉ាងសុក្រិតនៃច្បាប់ដែលរាជរដ្ឋាភិបាលយើងមានច្បាប់គោលការណ៍ដែលអន្តរជាតិមានទើបយើងទទួលបានជោគជ័យផែនទីរាជរដ្ឋាភិបាលបានគូសឲ្យយើងហើយរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ច្បាស់លាស់រួចហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1អ្វីដែលយើងត្រូវធ្វើរៀបចំអនុវត្តឈានឆ្ពោះទៅទទួលឲ្យខាងទៅបាននៅអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញយើងមានច្បាប់ច្រើនយើងមានយុទ្ធសាស្ត្រច្រើនទាំងជាតិទាំងអន្តរជាតិខ្ញុំបានពិនិត្យមើលខ្ញុំបានសិក្សាហើយខ្ញុំក៏បានតាក់តែងដែរបាទយុទ្ធសាស្ត្រចក្រារបស់យើងហើយអ្វីដែលយើងនៅសេសសល់ខ្ញុំនឹងកំពុងតែធ្វើទៀតនោះគឺយុទ្ធសាស្ត្រការទូតបរិស្ថានការងារបរិស្ថានមិនមែនជាការងារកម្ពុជាតែមួយទេគឺការងារអន្តរជាតិបើយើងគ្មានយុទ្ធសាស្ត្រការទូតបរិស្ថានទេយើងគ្មានយុទ្ធសាស្ត្រដើម្បីដើរប្រកៀកស្មារគ្នាលើឆាកអន្តរជាតិជាមួយនឹងបរទេសទេជាមួយនឹងអន្តរជាតិទេហើយបើយើងគ្មានសមត្ថភាពគ្មានសិទ្ធិគ្មានគោលការណ៍គ្មានទិសដៅដើម្បីដើរប្រកៀកស្មារគ្នាជាមួយពិភពលោកដើម្បីវិស័យបរិស្ថានទេយើងគឺត្រូវនៅឯកោហើយក្នុងន័យនេះយុទ្ធសាស្ត្រការទូតបរិស្ថានត្រូវបានតាក់តែងឡើងឥឡូវនេះកំពុងតែដាក់ទៅ
ជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រាប់ជាជំហានដំបូងមុននឹងដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលធ្វើការសម្រេចបាទវាជាយុទ្ធសាស្ត្រមួយមានលក្ខណៈស៊ីជម្រៅនិងថែរក្សាការពារអធិបតេយ្យភាពកម្ពុជាលើវិស័យបរិស្ថានផងធ្វើសមាហរណកម្មកម្ពុជាលើឆាកអន្តរជាតិផងមិនទុកកម្ពុជាឲ្យនៅឯកោទេមួយទៀតគឺផែនការយុទ្ធសាស្ត្រសកម្មភាពជីវៈចម្រុះជាតិបាទគឺយើងមានហើយប៉ុន្តែត្រូវផុតអាណត្តិផុតកំណត់នៅឆ្នាំក្រោយអញ្ចឹងយើងត្រូវតែធ្វើយ៉ាងណាឲ្យបានរួចរាល់នៅឆ្នាំក្រោយនេះនៅពេលដែលយើងមានយុទ្ធសាស្ត្រពីរនេះហើយយើងមានអ្វីៗគ្រប់ហើយបាទអ្វីដែលនៅជាការបន្តរយៈពេល2ឆ្នាំកន្លះរហូតដល់ចុងអាណត្តិនោះគឺអនុវត្តតាមយុទ្ធសាស្ត្រតាមគោលការណ៍ដែលយើងមានដើម្បីឈានឆ្ពោះទទួលបាននៅជោគជ័យជាជំហានសម្រាប់កម្ពុជាយើងក៏មានអនុសញ្ញាជាតិអនុសញ្ញាអន្តរជាតិផងដែរប៉ុន្តែខ្ញុំសូមសង្ខេបមកវិញថាទាំងយុទ្ធសាស្ត្រទាំងគោលការណ៍ទាំងច្បាប់ទាំងអនុសញ្ញាអន្តរជាតិនេះគឺមាន2ចំណុចដែលកម្ពុជាយើងត្រូវទទួលបានឲ្យខាងតែបាននោះគឺការប្រើប្រាស់ធនធានធម្មជាតិរបស់យើងប្រកបដោយចីរភាពអាដាមបណ្ឌិតស្ពាចាសុកទូចបានលើកឡើងហើយរក្សាព្រៃឈើតើរក្សារបៀបម៉េចដើម្បីឲ្យមានចីរភាពរក្សារបៀបម៉េចឲ្យនៅគង់វង្សដើម្បីឲ្យផលបំរើឲ្យផលប្រយោជន៍យើងខ្ញុំនឹងធ្វើការអធិប្បាយបន្តិចទៀតមួយជំហានម្ដងគោលដៅទី2គោលការណ៍រួមទី2នោះគឺនាំកម្ពុជាឈានឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ2050អ្វីទៅដែលហៅថាអព្យាក្រឹតកាបូនសាមញ្ញទេភាសាខ្មែរយើងបើយើងបកស្រាយឲ្យវិញថាប្រទេសមានខ្យល់បរិសុទ្ធអព្យាក្រឹតកាបូនខ្យល់បរិសុទ្ធនៅឆ្នាំ2050ទោះថាប្រទេសយើងរាល់ថ្ងៃនេះពុលអត់ខ្យល់នៅស្រុកខ្មែរជួនពុលជួនអត់ខ្ញុំមិនថាអត់ទេជួនពុលជួនអត់យើងមានឧបករណ៍វាស់ស្ទង់គុណភាពខ្យល់ជាប្រចាំនៅ25ខេត្តក្រុងជួនកាលក៏មានការកើនឡើងនៅកំណើន PM 2.5 ដែលជាសារធាតុលម្អិតគេថា particles នៅក្នុងខ្យល់ហ្នឹងបាទវាកើនឡើងហួសកម្រិតមកពីការដុតការឆេះព្រៃមកពីការធូលីហោះហើរជាពិសេសនៅរដូវប្រាំងតែម្ដងប៉ុន្តែភាគច្រើនខ្យល់របស់យើងគឺបរិសុទ្ធល្អមិនមានបញ្ហាទេច្រើនឆ្នាំមកហើយដែលប្រទេសដទៃតែងតែវាយប្រហារយើងថាប្រទេសគេខ្យល់ពុលអាប់អួរគឺដោយសារការដុតព្រៃការដុតចិញ្ចាំងស្រូវនៅស្រុកខ្មែរការហោះពីស្រុកខ្មែរបាទហើយជាច្រើនឆ្នាំតែមកហើយដែលប្រជាជនកម្ពុជាយើងមើលរំលងនៅសមត្ថភាពរបស់កម្ពុជានៅពេលដែលក្រសួងបរិស្ថានដាក់ចេញនៅតារាងគុណភាពខ្យល់ថាខ្យល់យើងល្អគាត់ថាផោអត់ជឿទៅមើលរបស់គេវិញមើលចោះបាទមានអ្នកណាស្មោះត្រង់ចំពោះខ្មែរជាងខ្មែរទេមានអ្នកណាល្អដាក់ខ្មែរជាងខ្មែរទេជឿខ្ញុំទៅបាទនៅពេលនេះបងប្អូនខ្មែរយើងដឹងហើយបាទតើបរទេសគាត់ចង់ឲ្យយើងល្អអត់អ្នកជិតខាងយើងហ្នឹងបាទក្រសួងបរិស្ថានលាក់ទៅអីអាគុណភាពខ្យល់ហ្នឹងបើគុណភាពខ្យល់មិនល្អខ្ញុំប្រាប់ថាមិនល្អហើយសូមពាក់ម៉ាស់មាននៅក្នុង app របស់យើងច្បាស់ណាស់បាទបើកម្រិត PM 2.5 លើសពីកម្រិតនេះសូមបងប្អូនពាក់ម៉ាស់ការពារសុវត្ថិភាពការពារភាពអត់លាក់ទេអត់បាំងទេនៅតែមិនជឿបាទនៅតែមិនជឿតើយើងគប្បីណាបរទេសនិយមដល់ណាទៀតតើយើងគប្បីណាទទួលនៅការពិតអំពីខ្មែរដូចគ្នាទេទុកជូនអាដាមលោកជំទាវក្មួយសាសានិស្សិតទាំងអស់បាទប្រជាពលរដ្ឋយើងទាំងអស់ធ្វើការពិនិត្យពិចារណាទៅ
và từ cả bên đất bị giàn na cô cáទាំងពីរនេះទី1ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពទី2កម្ពុជាក្លាយជាប្រទេសអភិជាក្រិតកបោនឆ្នាំ2050ដើម្បីទទួលជោគជ័យបានលើចំណុចទាំងពីរនេះគោលការណ៍ធំទាំងពីរនេះតើក្រសួងបរិស្ថានត្រូវធ្វើអ្វីខ្លះហើយត្រូវដឹកនាំការធ្វើនេះដោយវិធីណាខ្លះបាទខ្ញុំសូមជំរាបជូនថាទី1ក្រសួងបរិស្ថានបាទសូមអរគុណណាស់ថ្នាក់ដឹកនាំក្រសួងបរិស្ថានទាំងអស់បាទក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះនាំគ្នាដុតដៃដុតជើងក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ខ្ពង់ខ្ពស់អំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាយើងបានតាក់តែងនៅយុទ្ធសាស្ត្រមួយដែលហៅថាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលយើងយុទ្ធសាស្ត្រនេះគ្មានអ្វីក្រៅពីការតាក់តែងឡើងដើម្បីឆ្លើយតបឲ្យបានជោគជ័យ 100% ទៅនឹងសេចក្តីត្រូវការតម្រូវការរបស់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្រនេះខ្លីប៉ុន្តែអត្ថន័យអាចបង្កប់ជំហានមួយទៅជំហានមួយសម្រាប់រយៈពេល25ឆ្នាំយុទ្ធសាស្ត្រនេះមានសសរស្តម្ភ3ទី1គឺភាពស្អាតទី2គឺភាពបៃតងទី3គឺចីរភាពភាពស្អាតមានអ្វីខ្លះភាពស្អាតមាន3ទី1ភាពស្អាតក្នុងខ្លួនក្នុងផ្នត់គំនិតទី2គឺភាពស្អាតនៅក្រៅខ្លួននៅក្នុងប្រជាជាតិកម្ពុជាយើងនិងទី3ភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិយើងមិនចង់ទេអន្តរជាតិមើលមកប្រទេសកម្ពុជាមួយដែលពុលខ្យល់ពុលគ្មានដើមឈើគ្មានភាពបៃតងយើងមិនចង់ទេផ្ទុយទៅវិញយើងចង់ឲ្យអន្តរជាតិមើលមកយើងជាប្រទេសមួយដែលមានភាពស្អាតមានដើមឈើបំពេញទៅភាពស្រស់ស្អាតដែលយើងមានស្រាប់បេតិកភណ្ឌដែលយើងមានស្រាប់ហើយទាំងភាពស្អាតនេះទាំងភាពបៃតងនេះឲ្យមានជារៀងរហ័សជារៀងដរាបទៅជេរភាពទៅបាទភាពស្អាតទាំង3ហ្នឹងខ្ញុំបែងចែកធ្វើការងារធ្វើសកម្មភាពជាជំហានក្នុងរយៈពេល8ថ្ងៃបន្ទាប់ខ្ញុំក្លាយខ្លួនទៅជារដ្ឋមន្ត្រីក្រសួងបរិស្ថានខ្ញុំបានដាក់ចេញនៅយុទ្ធនាការមួយដែលហៅថាយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេថង់ប្លាស្ទិកមិនងាយរលាយទេ100ឆ្នាំ200ឆ្នាំ300ឆ្នាំបើយើងមិនកំចាត់វាចេញពីលើផែនដីរបស់យើងទេវានឹងនៅ100ឆ្នាំវានឹងនៅកើនឡើងកាន់តែច្រើនទៅទីបំផុតវាអាចគ្របដណ្ដប់ប្រជាជាតិកម្ពុជាយើងទាំងមូលបានបាទទាំងមូលបានសួរកម្ពុជាដែលជាផ្ទះរបស់យើងកម្ពុជាដែលជាប្រទេសមួយដែលយើងរស់នៅកំពុងតែរស់នៅត្រូវបានគ្របដណ្ដប់ដោយសម្រាមថង់ប្លាស្ទិកតើគួរជាទីគួររស់នៅទេគួរជាទីមកធ្វើទស្សនាគួរជាទីមកដាក់ការវិនិយោគទេនេះខ្ញុំនិយាយក្នុងក្របខ័ណ្ឌប្រទេសចុះបើផ្ទះយើងវិញបើវត្តអារាមយើងវិញការរៀនយើងវិញនៅពេលដែលផ្ទះយើងមានសម្រាមហើយភ្ញៀវចង់មកលេងផ្ទះយើងទេភ្ញៀវនឹងវាយតម្លៃយើងកោតសរសើរគោរពយើងនឹងមករកទទួលទានជាមួយយើងទេនេះគឺជាចំណុចចម្បងដែលយើងត្រូវតែធ្វើចាំបាច់បំផុតសម្អាតផ្ទះរបស់យើងហើយសម្អាតដោយវិធីណាបាទសម្អាតដោយវិធីណាបន្ទាប់ពីខ្ញុំដាក់ចេញនៅយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេខ្ញុំបានចង្អុលបង្ហាញទៅរដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់ខ្ញុំថាទៅចាប់ផ្ដើមធ្វើទៅគាត់ថាត្រូវការលុយខ្ញុំថាបើត្រូវការលុយដដែល
dương ở trong bạch thời ca xuống bạ thán thế cái xuống ngày thổ quạt miền lối quạt chuột kia thơ đứa bạn hay và dương cùng trong bạch thời ca xuống bạ thán thôi ấy và mình chẳng xuống ngày thổ miền lối ở đó quạt thơ luôn ai quạt mở cái thơ tới xa quạt cục rong thải bài ca ban và sự phía tiêu không bạch ta mà dạ và nhôm chỉ miệp chun quạt tha pra ca kết cu cả pra lôi đo saiปัญหา คือជាការប្រើលុយដើម្បីដោះស្រាយការទាល់ច្រកមិនមានចីរភាពទេឲ្យលុយធ្វើអត់លុយឈប់ធ្វើអញ្ចឹងរៀនប្រើបេះដូងរៀនប្រើចិត្តអាចចីរភាពជាងនេះជាចំណែកមួយដែលខ្ញុំកំពុងតែសម្អាតទាំងខាងក្រៅផងសម្អាតទាំងក្នុងផ្នត់គំនិតផងខ្ញុំបានជម្រាបជូនគាត់ថាយើងទទួលបន្ទុកជួយស្រុកអូរាំងឪជួយប្រជាជនស្រុកអូរាំងឪប្រជាជនស្រឡាញ់យើងគោរពយើងបោះឆ្នោតឲ្យយើងសាកល្បងសាលាមួយទៅនៅស្រុកអូរាំងឪត្រឹមតែយុទ្ធនាការត្រឹមតែការបដិញ្ញាចិត្តមិនធ្ងន់ទេអញ្ចឹងទៅបដិញ្ញាចិត្តនៅសាលាមួយនៅអូរាំងឪថាតើសិស្សព្រមធ្វើតាមយើងអត់គ្រូព្រមធ្វើតាមយើងអត់ជោគជ័យគាត់ទៅថ្ងៃច័ន្ទថ្ងៃសៅរ៍សុក្រសៅរ៍គាត់ទៅថ្ងៃច័ន្ទគាត់មកវិញតែអាដាមជោគជ័យទាំងសិស្សទាំងគ្រូគាត់អបអរសាទរគាត់ចូលរួមដោយពេញចិត្តជាទីបំផុតគាត់ចង់បានណាភាពស្អាតខ្ញុំថានោះយើងមិនបាច់ប្រើលុយទេឃើញទេយើងគ្រាន់តែទៅសុំឲ្យគាត់ចូលរួមជាមួយយើងប្រើប្រាស់នៅទឹកចិត្តស្មោះរបស់យើងគាត់ទទួលយកខ្ញុំថាទៅអូរាំងឪធ្វើ10សាលាឲ្យខ្ញុំសប្តាហ៍ក្រោយគាត់សុំលោកគ្រូអ្នកគ្រូ10សាលារៀនកូនសិស្សទាំងអស់បដិញ្ញាចិត្តដូចគ្នាសប្តាហ៍ក្រោយទៀតខ្ញុំប្រាប់គាត់ថាមកស្រុកអូរាំងឪទៅអញ្ជើញប្រធានមន្ត្រីបរិស្ថានអូរាំងឪនៅត្បូងឃ្មុំបាទសូមអញ្ជើញច្បាយស្រុកសូមអញ្ជើញប្រធានមន្ត្រីអប់រំខេត្តត្បូងឃ្មុំធ្វើការជាមួយគាត់សូមឲ្យគាត់ណែនាំទៅលោកគ្រូអ្នកគ្រូចូលរួមក្នុងយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេមកស្រុកអូរាំងឪធ្វើហើយខ្ញុំប្រាប់គាត់ថាតើយើងធ្វើទៅមួយសប្តាហ៍ធ្វើ3ដងហើយជំរុញមកប្រទេសតែម្ដងទៅបាទជំរុញទូទាំងប្រទេសតែម្ដងទៅជោគជ័យបាទខ្ញុំសូមជំរាបជូនថារហូតមកដល់ថ្ងៃនេះប្រជាពលរដ្ឋកម្ពុជាយើងជិត15លាននាក់លើ17លាននាក់បានបដិញ្ញាចិត្តចូលរួមក្នុងយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេបាទហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមជាមួយនឹងសិស្សានុសិស្សបាទខ្ញុំបានលើកឡើងបន្តិចមិញថាភាពស្អាតក្នុងផ្នត់គំនិតប្រសិនណាបើសិស្សានុសិស្សគាត់ចូលរួមហើយគឺយើងបណ្ដុះផ្នត់គំនិតនៃភាពស្អាតនៅក្នុងខួរក្បាលរបស់គាត់ហើយផ្នត់គំនិតនេះនឹងស្ថិតនៅក្នុងខួរក្បាលរបស់គាត់ជារៀងរហូតទៅទោះបីគាត់ធំឡើងមានកូនមានចៅកូនគាត់ចៅគាត់ក៏នឹងតាមគាត់ដែរបាទភាគច្រើនកូនបើឪពុកម្ដាយស្អាតហើយកូនចៅក៏ស្អាតដែរផ្ទុយទៅវិញនៅពេលដែលយើងកំពុងបើកយុទ្ធនាការនេះនៅពេលដែលកូនស្អាតមិនប្រើថង់ប្លាស្ទិកសូមសួរថាតើម្ដាយឪពុកបងប្អូនទិញថង់ប្លាស្ទិកមកប្រើប្រាស់ទេគាត់នឹងជួយកាត់បន្ថយដែរជាយុទ្ធសាស្ត្របានផលទៅបានផលមកវិញរយៈពេលខ្លីនិងរយៈពេលវែងបាទចំពោះខ្ញុំយុទ្ធនាការនេះគ្រាន់តែជាការបដិញ្ញាចិត្តទេក្រសួងបរិស្ថានក្រោមការដឹកនាំរបស់អាដាមឧបនាយករដ្ឋមន្ត្រីសែសម្អាលបានធ្វើការផ្សព្វផ្សាយជាទូលំទូលាយច្បាស់លាស់ថាតើផ្លាស្ទិកនាំមកនៅហេតុផលប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះគាត់បានបោះជំហានមួយជំហានហើយអ្វីដែលខ្ញុំកំពុងតែធ្វើគឺជំហានទី2បន្ទាប់ពីការផ្សព្វផ្សាយត្រូវប្រាជ្ញាចិត្ត
បន្ទាប់ពីការបដិញ្ញាចិត្តនេះដែលយើងអាចហៅបានថាជាជំហានការពារទប់ស្កាត់មុននឹងព្យាបាលនោះតើយើងត្រូវធ្វើអីទៀតបាទខ្ញុំបានដាក់ចេញនៅយុទ្ធនាការមួយទៀតនៅថ្ងៃកំណើតរបស់ខ្ញុំឆ្នាំ2024នោះគឺយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានមួយសិស្សានុសិស្សគាត់ថាអាដាមលេងមកស្ងៀតធ្ងន់ណាស់គាត់ហៅខ្ញុំអ៊ំតែខ្ញុំសុំគាត់ហៅខ្ញុំពូបានអ៊ំចាស់ពេកណាអ៊ំឯងលេងមកស្ងៀតចាស់ដល់ឲ្យខ្ញុំអត់ប្រើថង់ប្លាស្ទិកទេថ្ងៃនេះស្អែកក៏ថ្ងៃនេះខានស្អែកក៏ថ្ងៃជាងអ៊ំអត់ឲ្យខ្ញុំប្រើរហូតហ្នឹងបាទគោលដៅគឺអញ្ចឹងមែនអ្នកខ្លះថាថ្ងៃខ្ញុំមិនប្រើថង់ប្លាស្ទិកជារៀងរហូតអត់ទេខ្ញុំសុំតែមួយថ្ងៃតាប៉ុន្តែមួយថ្ងៃស្អែកក៏ថ្ងៃនឹងដែរមិនអញ្ចឹងខ្ញុំមិនប្រើថង់ប្លាស្ទិកទេថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេស្អែកឡើងថ្ងៃនេះមិនដែលតាអញ្ចឹងមានន័យថាគាត់ជាប់អន្ទាក់ខ្ញុំហើយបាទគាត់ជាប់អន្ទាក់ខ្ញុំហើយប៉ុន្តែគាត់ពេញចិត្តណាស់បាទមិនត្រឹមតែសិស្សានុសិស្សទេបាទអរគុណណាស់អាដាមហុងជួននរុនឧបនាយករដ្ឋមន្ត្រីគាត់បានជួយបាទគ្រប់ប្រធានមន្ត្រីអប់រំទាំងអស់ទូទាំងប្រទេសគាត់បានជួយបំផុសឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមក្នុងយុទ្ធនាការនេះអរគុណណាស់បាទកាយរិទ្ធកាកបាទក្រហមមុនគេសយោកបាទចូលរួមទាំងអស់គ្នាបាទយើងជោគជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនេះបើជាលទ្ធផលវិញចំនួនដែលខ្ញុំបានលើកឡើងនឹងប្រហែលជាច្រើនមិនជឿប៉ុន្តែបើទៅមើលទិន្នន័យនាំចូលប្លាស្ទិកពីគយមកវិញនឹងការផលិតប្លាស្ទិកពីរោងចក្រនៅកម្ពុជាមកវិញគឺត្រូវបានកាត់បន្ថយ 84% ក្នុងរយៈពេលតែ1ឆ្នាំទេអញ្ចឹងយើងទប់ស្កាត់បានហើយទប់ស្កាត់បានទៀតការពីជាបាលយុទ្ធនាការសម័យខ្មែរកម្ពុជាស្អាតខ្មែរធ្វើបានគឺព្យាបាលហ្មងសុំក្មួយសិស្សានុសិស្សបាទជួយរើសថង់ប្លាស្ទិកពីផ្លូវជាតិពីទីសាធារណៈចាប់ផ្ដើមពីសាលារៀនរបស់ខ្លួនបាទឥឡូវខ្ញុំសួរថាសាលាណាដែលមានថង់ប្លាស្ទិករាយប៉ាយពេញសាលាដូចមុនទៀតផ្លូវទៅកំពង់ឆ្នាំងកាលមុនរោងចក្រមួយនៅខាងស្ដាំដៃតើបើកឡានទៅថង់ប្លាស្ទិកហោះបុកកញ្ចក់ឡានហោះបុកកញ្ចក់ម៉ូតូអស់ហើយទៅមើលតាមផ្លូវស្អាតឆ្វាំងរោងចក្រក៏ស្អាតសួរថាយុទ្ធនាការនេះមានការចូលរួមយ៉ាងណាដែរបាទឥឡូវនឹងបានជិត6លានអ្នកចូលរួមហើយមួយថ្ងៃប្រហែលជា 20,000 អ្នកបាទចេញមករើសសម្រាមពីទីសាធារណៈហើយយុគមិញក្មួយជំហួតសង្គមស៊ីវិលគាត់ចូលសកម្មណាស់បាទគាត់មានក្រុមគាត់ច្រើនគាត់ទៅជួយសម្អាតអនាម័យនៅតំបន់ជនភៀសសឹកបាទគាត់ប្រាប់ថាគេឲ្យបិទភ្លើងហើយធ្វើការអខាទេយប់នឹងគេឲ្យចូលកន្លែងសម្រាប់ហើយបាទដើម្បីសុវត្ថិភាពខ្ញុំប្រាប់គាត់វិញថាមើលថែទាំសុខភាពផងនិងថែទាំសុវត្ថិភាពផងគាត់អត់មានប្រាក់ខែទេក្រុមគាត់ជូនឡានគាត់មួយជូនម៉ូតូគាត់ប្រមាណគ្រឿងជូនធុងសម្រាមគាត់នៅកន្លែងភៀសសឹកគាត់ប្រមូលសម្រាមប្លាស្ទិកមកគោហើយគាត់ដុតកុំដុតពុលជាងគេបាញ់ផ្សែងពុលមកយើងទៀតពុលខ្លាំងជាងផ្សែងពុលទៀតប្លាស្ទិកនឹងកាលណាយើងដុតទៅព្រោះផ្សែងពុលធ្វើឲ្យយើងពុលមកភ្លេតយើងគ្រោះថ្នាក់ភ្លាមប្លាស្ទិកដែលយើងដុតទៅលំអងប្លាស្ទិកវានឹងคล้ายចូលទៅជាកំទេចតូចវានឹងคล้ายទៅជាកំទេចតូចដែលយើងមើលមិនឃើញចូលក្នុងប្រព័ន្ធដកដង្ហើមរបស់យើងចូលក្នុងប្រព័ន្ធឈាមរបស់យើងសរសៃប្រសាទរបស់យើងធ្វើឲ្យយើងឈឺធ្វើឲ្យយើងបាត់បង់លុយកាក់ដើម្បីព្យាបាលនឹងច្រើនខ្លាំងណាស់បាទអញ្ចឹងទេគាត់ទៅពីជំរំមួយទៅជំរំមួយគាត់សុំទប់ស្កាត់មិនឲ្យដុតទេបាទឥឡូវគាត់ជួយបានច្រើនប្រធានមន្ត្រីរបស់យើងអគ្គគាំពៀបរិស្ថានរបស់យើងគាត់ទៅតាំងពីថ្ងៃទី1ខ្ញុំឲ្យទៅបាទគ្រាន់តែ
មានការឆ្លៀនពៀនភ្លាមខ្ញុំតាក្រុមយើងចេញទៅទាំងអស់គ្នាជួយសម្អាតអនាម័យបើគ្មានអនាម័យទេជនភៀសសឹករបស់យើងនឹងរងគ្រោះដោយបញ្ហាសុខ